ខ្ញុំមានចម្ងល់មួយតាក់ទងជាមួយនឹងបងប្អូនយើងកាលដែលខ្ញុំលក់ប៊ូស៊ីកូពីកាលពីឆ្នាំ2021មួយក្របលក់$5កូពីហ្នឹងកូពីប្រើបានមិនមែនកូពីអនទេហើយក៏ថាថ្លៃហើយដល់ពេលយើង clear stock ម្ដងដូចថាអីវ៉ាន់ចាស់យើងចង់បញ្ចេញអាថ្មីចេញពីអាចាស់អស់ដើម្បីយកអាថ្មីចូលកុំឲ្យវាពិបាកជួនកាលសបកវាខូចវាអីចឹងទៅវាក៏ក្រិចអញ្ចឹងយើងចង់បញ្ចេញចោលក្នុងតម្លៃទាបហើយសឹងថាលក់ក្រោមតម្លៃដើមទៀត$3 $2អញ្ចឹងបើតាំងតម្លៃថោកអញ្ចឹងប្រើកើតដែរអូននិយាយទៅអស់ក្បាច់អស់ក្បូរបណ្ដោយសម្រាប់អតិថិជនតែមិនដឹងធ្វើម៉េចហើយរហូតមកដល់ពេលបច្ចុប្បន្នពេលរាល់ថ្ងៃនេះខ្ញុំលែងផ្ដោតទៅលើ Busi Copy ហើយគឺផ្ដោតទៅលើ Busi Sin Original ហើយប្រភេទ Original ហ្នឹងខ្ញុំយកពាក្យច្រើនយកតម្លៃទាបពេកទេដោយសារខ្ញុំយល់ថាសេដ្ឋកិច្ចបច្ចុប្បន្ននៅស្រុកខ្មែរយើងតម្លៃទាបពពួកនីកែលអីហ្នឹងOriginal តម្លៃទាបមិនមែនអត់ល្អទេគាត់ថា Busi វាជំនាន់ចាស់សម្រាប់ឡានចាស់តែបងប្អូនទិញឡានឆ្នាំ2025 26គាត់ដាក់អត់កើតដែរអាហ្នឹងវាទាបតម្លៃទាបហើយវាចេញសេរីចាស់ដាក់កើតទេបានតែឆ្នាំ010ចុះក្រោម09 010អីចុះក្រោមអានឹងមិនបានហើយជាពិសេសគឺយើងផ្ដោតទៅលើពពួក Toyota Camry, RAV4, CR-V ដូច C300 ប្រភេទអស់ហ្នឹង Corolla អីហ្នឹងCamry Good Sweat Good ប៉ោងអីហ្នឹងសិតតែដែលខាងខ្ញុំផ្ដោតអីហើយអស់អាហ្នឹងតម្លៃតែ$5-6ទេក្នុងមួយគ្រាប់ហើយគាត់ថាបោកលក់បោក Busi Sin នេះណាមានតម្លៃ$5-6ក្នុងមួយគ្រាប់ហើយបើមានបងប្អូនខ្លះទៀតគាត់ថាមក Busi មួយគ្រាប់$5ប្រើកើតអត់និយាយទៅកប់យោបល់ហ្មងលក់ថ្លៃក៏បងប្អូនថាថ្លៃលក់ថោកក៏បងប្អូនថាប្រើមិនកើតឬក៏ប្រើកើតអត់តែសំខាន់អ្នកដែលខេតពេញយកទៅប្រើបងប្អូនអត់មានអ្នកណាមួយប្រើតែប្រើអង្កើតទេពួក original បើថាប្រើអង្កើតមានថាក្រុមហ៊ុន NGK ឬក៏ Denso គេបិទចោលបាត់ហើយរោងចក្រខ្នាតយក្សក្រុមហ៊ុនយក្សមិនមែនក្រុមហ៊ុនធម្មតាអីពួក Denso ហើយ NGK មកពិភពលោកមានប្រទេសណាបងប្អូនខ្ញុំសួរមានប្រទេសណាដែលអត់ប្រើ Busi Denso ហើយនិង NGK មានប្រទេសណាដែលអត់ប្រើហើយមានក្រុមហ៊ុនឡានណាដែលអត់ចង់បាន Busi 2នឹងពួក original ហើយមិនមែនថា Busi NGK និង Denso ហ្នឹងប្រើអត់បានឆ្នាំចាស់ឆ្នាំថ្មីទាំងអស់ទេមានឆ្នាំថ្មីខ្លះក៏ប្រើបានដែរដូចពពួក Kia ឆ្នាំ2012 13 14 Kia Morning គឺ NGK គេផលិតសម្រាប់ពពួក Kia ឆ្នាំខ្ពស់នឹងមានដែរតែវាតិចមែនតើអញ្ចឹងយើងសឹងថាមិនបាច់រាប់ចូលណាយើងសរុបជារួមខ្ញុំអត់ដឹងថាបងប្អូនចង់បានអីទេទិញSin Original ហើយក្នុងតម្លៃធូរបងប្អូនថាប្រើកើតអត់ហើយថាលក់បោកតែសំខាន់បងប្អូនអត់ទាន់បានប្រើទេបងប្អូនថាលក់បោកប្រាស់ហើយសម្រាប់បងប្អូនដែលប្រើប្រាស់វិញគឺថាខ្ញុំវាអត់ដូចគេបងប្អូនអត់ចេះរបៀបកាត់យកសំឡេងបងប្អូនឆាតមកសរសើរយកមកផុសក្នុង Facebook ផុសក្នុង TikTok ឯងខ្ញុំវានិយាយទៅថាការរក្សាសិទ្ធឲ្យបងប្អូនក៏បានដែរតែមានបងប្អូនភ្ញៀវខ្លះដែលគាត់ទិញទៅហើយគាត់ថាដើម្បីឲ្យមានការជឿជាក់បងយកសំឡេងខ្ញុំទៅផុសទៅខ្ញុំមិនទាន់បានផុសសំឡេងនេះគាត់ឲ្យយកមកផុសសំឡេងគាត់ feedback ថាជឿហើយបងពិតជា original របស់គេមែនតម្លៃទាបប៉ុន្តែវាល្អប្រើព្រោះ Sin original ដូចខ្ញុំនិយាយដដែលអញ្ចឹង Busi Sin Busi original ហើយបងប្អូនទៅខ្លាចមិនល្អប្រើយ៉ាងម៉េចព្រោះ original របស់ Denso ឬក៏ NGK ក្រុមហ៊ុនយក្សពិភពលោកហើយគេទៅផលិតប្រើមកកើតអីម៉េចអាហ្នឹងអ្វីដែលខ្ញុំចង់វែកញែកទៅកាន់បងប្អូនណា